បងប្អូនខ្ញុំមានរឿងមួយថ្ងៃនេះក្តៅឆេវហ្មងបងប្អូនខ្ញុំមានរឿងមួយខ្ញុំគុំទុកយូរហើយបងប្អូនឥឡូវបងប្អូន share សិនណាចាំខ្ញុំប្រាប់បងប្អូន share វីដេអូមួយសិនណាខ្ញុំប្រាប់រឿងមួយរឿងហ្នឹងខ្ញុំគុំយូរហើយបងប្អូនចាំប្រាប់អ្នកនរគ្នាយូរហើយឥឡូវអ្នកចង់ដឹងចេញមកអ្នកចង់ដឹងតែចង់ដឹង share វីដេអូមួយសិនណាខ្ញុំប្រាប់ចង់ប្រាប់បងប្អូនថានៅនេះនៅស្អីនៅភោជនីយដ្ឋាននេះខ្ញុំកំពុងអង្គុយនេះចង់ដឹងអត់ share មួយសិនតាចង់ប្រាប់បងប្អូនថាអញ្ចាថានៅភោជនីយដ្ឋានពោធិ៍ចិនតុងហ្នឹងណាម្ហូបឆ្ងាញ់ហើយសេវាកម្មល្អណាស់កំងភ្លាមគឺមកភ្លាមហ្មងអាហ្នឹងខ្ញុំចង់ប្រាប់អញ្ចឹងណាបងប្អូនកុំយល់ច្រឡំតើបងប្អូនមកញ៉ាំបាយទាំងអស់គ្នាថ្ងៃនេះខ្ញុំមកពីនេះអញ្ចឹងខ្ញុំកំងម្ហូប3មុខនេះមានបាយឆាអានេះបាយឆាគ្រឿងសមុទ្រនេះតំណងណាហើយមាននេះអានេះតាកេឆាម្រេចខ្ចីឈ្ងុយមែននេះមកពីរនាក់មានមួយទៀតបងប្អូននេះអានេះញោមស្ដៅជាមួយនឹងត្រីឆ្អើរហើយដាក់សាច់ជ្រូកមកគឺថែមដាក់សាច់ជ្រូកឲ្យមួយទៀតនេះតោះចង់ដឹងថាម្ហូបនេះក្រៅពីមានសោភ័ណភាពស្អាតហើយឆ្ងាញ់យ៉ាងម៉េចមកភ្លក់ទាំងអស់គ្នាបាទឈ្ងុយហ៎នេះដាក់មើលមកសុดยอดឆ្ងាញ់ដល់មកនេះតាកេម្រេចខ្ចីនេះធំហ៎បងប្អូនអូខេវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាបាយបាយជួបគ្នាវីដេអូក្រោយ